វាលពិឃាតបឹងជើងឯកការចងចាំប្រឡាយពូជសាសន៍នៅកម្ពុជាមិនប្រកាសថាគ្រប់តំបន់ទេសចរសុទ្ធតែជាកន្លែងសប្បាយរីករាយនោះទេទីកន្លែងមួយនេះគឺជាទីតាំងដែលមិនអាចបំភ្លេចបានជាអនុស្សាវរីយ៍ដ៏ក្តុកក្តួលរបស់ប្រជាជនខ្មែរដែលរបបខ្មែរក្រហមបានបន្សល់ទុកឲ្យហើយសប្តាហ៍ថ្ងៃនេះប្រែក្លាយទៅជាទីតាំងមជ្ឈមណ្ឌលទេសចរប្រវត្តិសាស្ត្រមានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចូលទស្សនាដើម្បីស្វែងយល់អំពីរបបព្រៃផ្សៃយងខ្នងមួយនេះមិនត្រឹមតែពោពេញទៅដោយភាពឃោរឃៅហួសហេតុដឹកស្មានមិនដល់ប៉ុណ្ណោះទេថែមទាំងមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ការចងចាំរបស់ប្រជាជនខ្មែរសូម្បីតែនៅអឺរ៉ុបនិងនៅសហរដ្ឋអាមេរិកក៏បានដឹងពីព្រឹត្តិការណ៍នេះដែរក្នុងថ្ងៃនេះដែរខ្ញុំបានចូលទៅទស្សនាក្នុងមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ជើងឯកសម្រាប់ការចូលទស្សនាគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាធ្វើការទិញសំបុត្រចំពោះប្រជាជនខ្មែរគឺមិនគិតប្រាក់នោះទេប៉ុន្តែបងប្អូនទាំងអស់គ្នាអាចជួយជាកាសដើម្បីទទួលបានព័ត៌មានក៏ដូចជារឿងរ៉ាវដែលបានកើតឡើងនៅកន្លែងនេះសម្រាប់តម្លៃកាសវិញមានតម្លៃ 4000 រៀលចំណែកឯជនបរទេសវិញគឺមានតម្លៃ $6 វាលពិឃាតបឹងជើងឯកមានចម្ងាយប្រមាណ 15 គីឡូម៉ែត្រនាប៉ែកនិរតីពីរាជធានីភ្នំពេញស្ថិតនៅភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញកន្លែងនេះជាអតីតគុកងងឹតសម្រាប់ដាក់ជនរងគ្រោះពីមន្ទីរស-21ទួលស្លែងនិងពីកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសជាធម្មតាពេលរថយន្តដឹកជនរងគ្រោះមកដល់ជនរងគ្រោះត្រូវបានឃាតករយកទៅសម្លាប់ចោលភ្លាមៗប៉ុន្តែដែលមានថ្ងៃខ្លះជនរងគ្រោះត្រូវបានសម្លាប់កើនឡើងដល់ជាង 300 នាក់ក្នុងមួយថ្ងៃចំណែកឯកន្លែងនេះវិញជាបាតឃ្លាំងដែលផ្ទុកសារធាតុគីមីនិងវត្ថុតាមផ្សេងៗវាលពិឃាតបឹងជើងឯកមាន2ផ្នែកដាំដុះដែលមានដើមឈើនិងគម្លាតព្រៃហុំព័ទ្ធទៅដោយរបងទាបហើយនេះគឺជារណ្ដៅរួមមានជនរងគ្រោះ 450 នាក់ដែលបានកប់នៅក្នុងរណ្ដៅនេះចំពោះកន្លែងនេះវិញក៏ជាអតីតរោងផ្ទុកឧបករណ៍ធ្វើទារុណកម្មនិងសម្លាប់មនុស្សផងដែរនៅតាមផ្លូវចូលទៅកាន់វាលពិឃាតមានបូជនីយដ្ឋានធំមួយនៅពីក្រោយបូជនីយដ្ឋាននេះមានរណ្ដៅសាកសពដែលកោះរួចជាច្រើនមានជាជួរវែងរណ្ដៅខ្លះធំរណ្ដៅខ្លះតូចគ្រោងឆ្អឹងមនុស្សសម្លៀកបំពាក់និងក្រណាត់នៅរាយប៉ាយតាមផ្លូវក្នុងបរិវេណខាងលើនេះគឺជារណ្ដៅកប់សាកសពមនុស្សគ្មានក្បាលចំនួន 166 នាក់អំណរសម្លៀកបំពាក់ជនរងគ្រោះក្រោយពីការកោះរណ្ដៅនៅឆ្នាំ 1980សម្លៀកបំពាក់ជនរងគ្រោះដែលនៅសេសសល់កប់ដីត្រូវបានភ្លៀងហូរច្រោះគេបានរក្សាទុកជាបន្តបន្ទាប់រណ្ដៅសពរួមមានជនរងគ្រោះកុមារនិងស្ត្រីជាង 100 នាក់ភាគច្រើនគ្មានសម្លៀកបំពាក់ហើយនៅក្បែររណ្ដៅនោះមានដើមអំពិលបារាំងឬក៏ដើមច័ន្ទគិរីសាកសពក្មេងៗជាច្រើនត្រូវបានពេជ្ឈឃាតសម្លាប់ដោយបោកជាមួយនឹងគល់ឈើមួយនេះគ្រប់កំទេចនិងបំណែកឆ្អឹងដែលនៅសេសសល់ក្រោយពីការកោះរណ្ដៅនៅឆ្នាំ 1980មានដូចជាកំទេចធ្មេញស្បែកជើងនិងឧបករណ៍សម្លាប់ត្រូវបានរក្សាទុកនៅក្នុងទូកញ្ចក់នេះហើយដើមជ្រៃដែលមានទំហំធំមួយនេះត្រូវបានគេប្រើជាឧបករណ៍សម្រាប់ព្យួរសម្លេងមេក្រូដើម្បីបំពងសម្លេងបិទបាំងនៅសម្លេងធ្ងន់ធ្ងរយ៉ាងឈឺចាប់របស់ជនរងគ្រោះស្តុកដែលធ្លាប់ជាចេតិយនិងជាកន្លែងសម្រាប់តាំងបង្ហាញលលាក្បាលនិងឆ្អឹងបានក្លាយទៅជាកន្លែងកាន់ទុកដ៏សំខាន់និងជាកន្លែងចងចាំស្តុកនេះមានកម្ពស់ប្រមាណ 25 ម៉ែត្រនិងគ្របដណ្ដប់លើផ្ទៃប្រមាណជា 81 ម៉ែត្រការ៉េនៅជាន់ខាងក្រោមនិងប្រក់ដំបូលដែលមានរាងស្រួចនៅខាងលើបង្អួចនិងទ្វារវាសដោយកញ្ចក់ដែលអាចឲ្យយើងមើលឃើញពីលលាក្បាលបានប្រមាណជា 2500 ដែលត្រូវបានដាក់តម្រៀបនៅខាងលើធ្នើហើយមានសម្លៀកបំពាក់ដែលនៅសេសសល់ត្រូវបានគេយកមកតម្កល់នៅក្នុងទូកញ្ចក់នេះផងដែរនេះគឺជាការចងចាំដែលគ្មានថ្ងៃបំភ្លេចបានឡើយនៅឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ